ចាថ្ងៃនេះថ្ងៃចុងសប្តាហ៍អញ្ចឹងមកប៉ាខ្ញុំគឺគាត់នាំយើងទៅលេងអាកន្លែង farm នេះបងប្អូនអ្នកគ្នាបងប្អូនអាកន្លែង farm គេនេះគឺថាតំណងសប្បាយខ្លាំងមែនតើហ្មងណាគឺយើងទៅលេងនៅកន្លែង countryside បងប្អូនអ្នកគ្នាកន្លែងជនបទតែគេមានផាកគេឡើងធំធំហ្មងណាហើយបើបងប្អូនចង់ដឹងថាយើងទៅលេងអីគេខ្លះនៅកន្លែងហ្នឹងគឺយើងនឹងទៅ farm ដែរបងប្អូនអ្នកគ្នាហើយបងប្អូនចង់ដឹងថាយើងទៅលេងអីគេខ្លះនៅកន្លែងហ្នឹងចាំបងប្អូនចូលទៅមើលវីដេអូយើងទាំងអស់គ្នាណាឥឡូវនេះមុនដំបូងគឺបងអូនខ្ញុំមកទូចគេចង់យកតងអីអាយខើអាធំអញ្ចឹងណាគេឆោយកតងខ្លួនឯងទូចមួយសោះហ្នឹងចាតែសភាពគេឃើញមានតែបងអូនខ្ញុំហើយនឹងខ្ញុំលេងហ្នឹងឯងតែហ្នឹងហើយថ្ងៃនេះថ្ងៃចុងសប្តាហ៍ខ្ញុំនិយាយមុនដំបូងហ្នឹងអញ្ចឹងថ្ងៃហ្នឹងគឺជាថ្ងៃដែលយើងអត់ទៅរៀនម៉ាក់ខ្ញុំអត់ទៅធ្វើការអញ្ចឹងណាអញ្ចឹងក៏គាត់នាំយើងមកលេងកន្លែងនេះទៅអាកន្លែងនេះយើងមកម្ដងហើយខ្ញុំអត់ដឹងថាខ្ញុំថតវីដេអូបានថតវីដេអូហ្នឹងគឺឬក៏អត់ទេតែឥឡូវយើងមកម្ដងទៀតនេះជាលើកទី2ហើយថ្ងៃមុនគឺយើងពេលដែលយើងមកហ្នឹងគឺយើងបានចូល farm ទេនៅកន្លែងនេះគឺមាន farm បងប្អូនគ្នាមានចកាអីអញ្ចឹងណាចកាគ្រួសារចកាខ្លួនឯងអញ្ចឹងណាតែថ្ងៃមុនយើងរកមកដែរតែយើងអត់បានមកពីគេចិត្តបិទអស់អញ្ចឹងថ្ងៃនេះយើងមកកន្លែងហ្នឹងហើយក៏យើងមកចកាដែរអញ្ចឹងណាតែមុននឹងយើងចូលទៅកន្លែងចកាគេហ្នឹងគឺយើងមកលេងនៅកន្លែង park គេនេះសិន park គេនេះគឺថាធំហើយមែនតើបងប្អូនអ្នកគ្នាហើយថ្ងៃនេះគឺជាថ្ងៃ sunny day ដែរនេះឥឡូវចិត្ត spring បងប្អូនអ្នកគ្នាចិត្តដល់រដូវស្លឹកផ្កាវាលាស់ហ្នឹងហើយអញ្ចឹងវាចិត្តដល់ spring ហើយរដូវក៏វារៀង warm បងប្អូនអ្នកគ្នាវារៀងក្តៅហើយឥឡូវវាអត់សូវជាត្រជាក់ដូចជាពេលមុនពេល winter ទេពេលផុតអារដូវហ្នឹងគឺរដូវ summer បងប្អូនខ្ញុំ excited មែនតើមកពីខ្ញុំចង់ឲ្យតែក្តៅទេនេះហ៎លងាក៏លងាដែរហ្នឹងហើយហើយកន្លែងនេះបងប្អូនក៏វានៅចិត្តអាកន្លែងយើងទៅវីដេអូមុនដែរកន្លែងនេះវានៅចិត្តពលានហោះអញ្ចឹងមានយន្តហោះទៅហោះមកអញ្ចឹងណាហើយទេសភាពគេក៏ស្អាតដែរបងប្អូនគ្នាមើលទេសភាពមើលគឺនៅកន្លែង around ហ្នឹងគឺតែ free ហ្មងបងប្អូនគ្នាសុទ្ធតែដើមឈើហើយមានកន្លែងលេងបុគ្គលិកក្មេងឡើងច្រើនមែនតើហើយកន្លែងនេះគឺពេលយើងជិះពីផ្ទះយើងទៅប្រហែលជា50នាទីបងប្អូនគ្នាហើយពេលថ្ងៃមុនពេលយើងមកហ្នឹងគឺឆ្នាំមុនបងប្អូនគ្នាអញ្ចឹងពេលយើងមកឆ្នាំមុនយើងមកពេលរដូវក្តៅវាពេល summer ឡើងក្តៅមែនតើមកឆ្នាំមុនបងប្អូនគ្នាហើយនឹងឆ្នាំមុនពេលយើងមកតាំងពី2024បងប្អូនគ្នាហើយពេលយើងឆ្នាំមុនយើងមកគឺមានគេតាំងពីពណ៌ឡានបងប្អូនគ្នាដូចគេចង់ទិញថ្លៃទិញឡានអីចឹងតែឡាននេះមិនឡានធម្មតាអាឡានចាស់ចាំបងប្អូនគ្នាពីជំនាន់មុនអីចឹងណាតែគេຕົកឲ្យគេវាឡើងស្អាតហ្មងឡើងឡានគេឡើងអាឡូនេះមកគេយកមកលក់ហើយយកមកតាំងពីពណ៌ហ្នឹងចឹងណាយើងមកឆ្នាំនេះគឺថារៀងសប្បាយដែរឆ្នាំមុនចាស់ហើយបងប្អូនវីដេអូថ្ងៃនេះ vlog ថ្ងៃនេះគឺរៀងយូរបន្តិចហើយមកពីខ្ញុំអត់កាត់ទេខ្ញុំអត់ដូចថា speed វាអស់ខ្ញុំអត់ដាក់ឲ្យវាលឿនទេមកពីកន្លែងខ្ញុំឲ្យបងប្អូនមើលតែសភាពអញ្ចឹងហ្នឹងហើយបន្ទាប់ពីយើងលេងនៅហ្នឹងបានបន្តិចបងប្អូនមើលមេឡើងពណ៌ gray ហ្មងណាហើយមេចង់ភ្លៀងចឹងតែយើងនៅតែទៅ farm ហ្នឹងដែរយើងនេះខ្ញុំដើរទៅកន្លែង farm គេហ្នឹងកន្លែងចកាគេហ្នឹងបងប្អូនឃើញមិញមានអាតេះភ្លើងទូចមួយចឹងណាចេញពីកន្លែង park យើងកន្លែងយើងលេងមិញហ្នឹងទៅកន្លែងfarm គេកន្លែងចកាហ្នឹងដើរប្រហែលជា10នាទីបងប្អូនតែអ្នកខ្លះគេខ្ជិលដើរអញ្ចឹងណាចឹងក៏គេជាអាតេះភ្លើងទូចមួយហ្នឹងទៅអាតេះភ្លើងហ្នឹងដូចថាមនុស្សចាស់មួយម្នាក់3នាក់ម្នាក់3ផោនហើយបើកូនក្មេងវិញម្នាក់1ផោនអញ្ចឹងបងប្អូនគ្នាអញ្ចឹងគេជិះទៅតែយើងដើរហ្មងទៅបងប្អូនគ្នាណាយើងដើរទៅហាត់ប្រាណផងហើយឲ្យបងអូនខ្ញុំអាទូចនេះវាលេងអាផុតរឿងនេះផងបងប្អូនគ្នាគេពាក់បិជើងអីគេបិជើងយើងអាចនេះហក់លើផុកបានអូខេហក់មកហក់លើផុកហ្នឹងអញ្ចឹងហើយនេះបងប្អូនឥឡូវគឺយើងដើរនៅខាងក្រៅ farm គេហ្នឹងនេះឥឡូវ farm គេឃើញពីនេះមកឡើងធំអាហ្នឹងមកកណ្ដប់ហ្នឹងបងប្អូនទៅ farm គេទាំងអស់ហ្នឹងទៅចកាគេហើយនេះរូបភាពពីចកាគេពីជំនាន់មុនអញ្ចឹងណាគេຕົកដល់ពីជំនាន់មុនមកដល់ឥឡូវនេះបងប្អូនហើយគឺថាឡើងលយតែមែនតើហ្មងហើយនេះគេមាន tractor មានអីនៅក្នុងហ្នឹងអញ្ចឹងណាកន្លែងគេដាក់ຕົក tractor គេអញ្ចឹងបងប្អូនគ្នាហើយកន្លែងរោងគេដាក់ tractor ហ្នឹងឡើងធំប៉ុណ្ណាណៃបងប្អូនគ្នាហើយឥឡូវគឺយើងចូលមកដល់ខាងក្នុងហើយបងប្អូនឃើញអានេះអាមានឈើហើយនឹងដៃហ្នឹងអាហ្នឹងគឺជាអញ្ជិញគេពីជំនាន់មុនបងប្អូនគ្នាពីដើមណាហ្នឹងហើយគេយកអាហ្នឹងដើម្បីយកទៅថ្លឹងទងន់គោអញ្ចឹងណាដើម្បីចង់ដឹងថាវាប៉ុណ្ណាអញ្ចឹងណាហើយដល់ពេលយើងងាកមកក្រោយនេះគឺមានដូចថាសាច់សបនិមិត្តគេអញ្ចឹងបងប្អូនគ្នាគេមានសាច់មាន់សាច់គោសាច់ជ្រូកនៅហ្នឹងអញ្ចឹងណាតែវាសាច់សបនិមិត្តទេអានេះគឺនៅអាកន្លែង farm នៅក្រៅ farm គេបងប្អូនគ្នាយើងអត់បាច់ចាំផេដើម្បីចូលទៅមើលអាកន្លែងនេះទេតើយើងចូលទៅអាកន្លែង farm គេអាចការគេនេះហ្មងបានយើងត្រូវផេបងប្អូនគ្នាអានេះគេគ្រាន់តែដាក់តាំងនៅក្រៅនឹងឲ្យយើងមើល interesting នៅកន្លែងហ្នឹងអញ្ចឹងបងប្អូនគ្នាហើយនេះគឺជាអញ្ជិញគេអានេះអញ្ជិញដែលគេថ្លឹងគីឡូសាច់អីអញ្ចឹងណាបងប្អូនគ្នាហ្នឹងហើយអានេះវាឡើងចាស់ហ្មងតែវារៀងច្រាស់បន្តិចហើយតែវានៅ working បានបងប្អូនគ្នានេះគាត់ដាក់តាំងនឹងឲ្យយើងមើលហើយនេះអញ្ជិញយើងហ្នឹងគឺមានអីគេទងល់ញ៉ាំបងប្អូនហ្នឹងធ្ងន់ខ្លាំងណាស់យើងដាក់នៅលើអាហ្នឹងទៅបើធ្លាក់លើជើងដឹងយំខ្លាំងហ្មងតែបងប្អូននេះគឺជាកន្លែងដាក់ poster គេដាក់នៅក្រៅទៀតអានេះគឺជា office គេអញ្ចឹងណា office farm គេអញ្ចឹងបងប្អូនគ្នាហ្នឹងហើយនេះអាកន្លែងគេថតអាកន្លែងម៉ាក់ខ្ញុំថតឡើងនេះហ្នឹងគឺជាកន្លែងដែលយើងនៅកន្លែងដែលយើងកំពុងឈរមើលឡើងហ្នឹងបងប្អូនគ្នាហ្នឹងហើយនេះពេលយើងចូលទៅដល់យើងទៅទិញសំបុត្របងប្អូនគ្នាបើយើងជាមនុស្សធំម្នាក់គឺ11រៀលហើយបើយើងទៅទិញសំបុត្រfamily ហ្មងបងប្អូនគ្នាសបុតគ្រួសារមកគ្រួសារហ្នឹងហ្មងណាអាហ្នឹងគឺជា25រៀលបងប្អូនគ្នា25រៀល26រៀលអីហ្នឹងណែយើងទិញអាសបុតនេះទៅគឺវាចំណេញជាងអញ្ចឹងណា
ហ្នឹងហើយឥឡូវគឺយើងចាប់ដើមដើរចូលមកហើយមុនដំបូងគេនេះគឺយើងឃើញអាកន្លែងនេះគឺគេដាក់ម៉ាស៊ីនសិតតែម៉ាស៊ីនកិនស្រូវម៉ាស៊ីនកិនក្របធនជាតិអីចឹងណាបងប្អូនគ្នានេះនេះគឺគេកិនស្រូវសលេស្រូវអីចឹងបងប្អូនគ្នាហើយអានេះគឺជាអាយុជាងគេនៅក្នុងហ្នឹងអាហ្នឹងគឺយើងកិននឹងដៃបងប្អូនគ្នាយើងកិនធ្វើជាម្សៅនេះគឺយើងដាក់ក្របនៅក្នុងហ្នឹងទៅដាក់ក្របធនជាតិណាដល់ពេលហើយយើងថាកូវាអារ៉ោហ្នឹងទៅយើងដាក់រុញវាអញ្ចឹងទៅវាជាម្សៅប៉ិតមកបងប្អូនគ្នាគឺវាពេលយើងដូចថាមូវាអារ៉ោអញ្ចឹងវារៀងពិបាកបន្តិចមកពេលហ្នឹងវាធ្វើជាថ្មសើចេញពីថ្មអញ្ចឹងវារៀងពិបាកវារៀងធ្ងន់បន្តិចណាតែយើងដាក់កូវាអញ្ចឹងទៅមិនកូបងប្អូនដូចថាយើងរុញវាអញ្ចឹងទៅគឺវាចេញជាម្សៅណាបន្ទាប់ពីយើងលេងអាហ្នឹងបានអស់ចិត្តហើយយើងមកមើលកន្លែងនេះមួយទៀតបងប្អូនអានេះកន្លែងគេកិនមិនកិនទេអាហ្នឹងដូចជាកន្លែងគេវាយស្រូវសលេងមកទេបងប្អូនខ្ញុំមិនដឹងអត់សូវដឹងដែរអញ្ចឹងណាហើយនេះបងប្អូនអាបាយកន្លែងបងប្អូនខ្ញុំហើយនឹងខ្ញុំលើកនេះអាហ្នឹងគឺគេបាយគេដាក់ស្រូវក្នុងប៉ិតអញ្ចឹងវារៀងឡើងធ្ងន់ហ្មងណារួចលើក2នាក់លើកអត់ចង់រួចបន្ទាប់ពីហ្នឹងក៏យើងដើរមកបន្ទប់ខាងក្រោយនេះបន្ទប់ខាងក្រោយនេះក៏គេជាម៉ាស៊ីនដែរបងប្អូននេះទៅម៉ាស៊ីនគេកិនស្រូវកិនរបស់អីចឹងហ្មងណាឥឡូវបងប្អូនឃើញអាពណ៌ក្រហមមិញហ្នឹងខាងក្រោយមិនត្រូវអត់ឥឡូវគឺយើងឡើងមកខាងលើនេះគឺគេវាមានម៉ាស៊ីនវាconnect ពីខាងលើទៅដល់ខាងក្រោមបងប្អូនគ្នាហ្នឹងហើយនេះបងប្អូនអានេះគឺអាកន្លែងខ្ញុំបងប្អូននេះឃើញអត់កន្លែងខ្ញុំកំពុងតែមើលហ្នឹងអាហ្នឹងនេះគឺបងប្អូនធ្លាប់ញ៉ាំដូចថាគេនំដោះគោបងប្អូនគ្នាអា cereal គេហ្នឹងហើយអានេះគឺកន្លែងគេកិនហ្នឹងហ្មងគេធ្វើ corn flake ធ្វើអីគេកិនពោតហ្នឹងអីចឹងបងប្អូនគ្នានេះអាម៉ាស៊ីនក្រហមនេះយើងឃើញពីក្រោមមិញហ្នឹងហើយម៉ាស៊ីនគេឡើងប៉ុណ្ណាដែរបងប្អូនគ្នាហើយគេទុកបានយូរទៀតណានៅប្រើបានទៀតតែគេឲ្យយើងប្រើទេគេដាក់លបងស្ទះហ្នឹងអញ្ចឹងទៅកុំឲ្យដូចថាយើងនេះចូលទៅក្នុងហ្នឹងអីចឹងណាបងប្អូននេះមើលពីក្រៅឥឡូវយើងចូលមើលមកខាងក្នុងវិញនេះឡើងគួរឲ្យខ្លាចហ្មងនៅខាងក្នុងហ្នឹងគឺវា moving ហ្មងបងប្អូនគ្នានៅមានចលនានៅប្រើបានអញ្ចឹងណាតែមើលបងប្អូនឃើញបើបងប្អូនមើលនៅក្នុងហ្នឹងឲ្យកាន់តែយូរបងប្អូនឃើញដូចថាអីគេសបុកពីនៅក្នុងហ្នឹងហ្មងហើយបងប្អូនឡៃនេះក៏ខ្ញុំកន្លែងឆោតទាញយ៉ាងនេះដល់ពេលខ្ញុំមានអារម្មណ៍ថាពីណាគេទាញពីក្រោមដល់ពេលហើយមកខ្ញុំទៅមើលគាត់ថាមានកូនក្មេងទៅទាញពីខាងក្រោមមកអញ្ចឹងបានវាតឹងដល់ពេលកូននឹងវាចង់ដឹងថាពីណាគេមកដូចថា move អាហ្នឹងនៅខាងលើពីលើអញ្ចឹងវាឡើងមកលើមកដល់ពេលវាឃើញខ្ញុំទាញនេះបងប្អូនគ្នាវីដេអូយើងក៏មានដល់ទីបញ្ចប់ដែរបងប្អូនជួយកុំភ្លេចចុច like ហើយ share ម្នាក់មួយផងខ្ញុំសូមអរគុណមានច្រើនហើយវីដេអូយើងក៏មាន part 2បងប្អូនគ្នាបើបងប្អូនចង់បាន part 2បងប្អូនអាច comment part 2ម្នាក់មួយណាហើយវីដេអូយើងក៏មានប៉ុណ្ណឹងដែរខ្ញុំសូមអរគុណមានច្រើន bye bye adios amigos